ម៉ាស៊ីនស្រេះភ្នែកមាន់ Max Supreme នេះជាតាបឡូ Max Supreme ហើយនេះជាលេខ model Max Supreme របៀប reset រូបនេះគឺប្រវែងវែងខ្លីហើយនេះជាល្បឿនហើយនេះជាចំនួនភ្នែកដែលយើងស្រេះនៅពេលដែលយើង reset ប្រវែងវែងខ្លីល្បឿននិងលេខចំនួនដែលយើងស្រេះវានឹងកំណត់មកដូចដើមវិញបិទកុងតាក់ម៉ាស៊ីនចុចប៊ូតុង reset ឲ្យជាប់បើកកុងតាក់ម៉ាស៊ីនរងចាំឲ្យចេញអក្សរបែបនេះលេខ1យើងមិនកំណត់យកទេចុចប៊ូតុងព្រួយខាងលើហ្នឹងយកលេខ3អគឺទាំងអស់បន្ទាប់មកចុច enter សញ្ញាព្រួយ1ចុច1ទៀតរងចាំឲ្យតាបឡូម៉ាស៊ីននឹងចេញអក្សរអបែបនឹងឡើងវិញបិទកុងតាក់ម៉ាស៊ីនបន្ទាប់មកយើងបើកកុងតាក់ម៉ាស៊ីនឡើងវិញរងចាំឲ្យម៉ាស៊ីនយើងដំណើរការបន្ទាប់មកចេញអក្សរបែបនេះជន់ឈ្នន់នៅខាងក្រោមមួយដើម្បីឲ្យចេញរូបក្បាលធ្នេបន្ទាប់មកចុចប៊ូតុងអូតូដើម្បីឲ្យម៉ាស៊ីនយើងដំណើរការបន្ទាប់មកទៀតយើងចុចប៊ូតុង back នេះមួយមករងចាំឲ្យវាលោតចេញបែបហ្នឹងអញ្ចឹងប្រវែងវែងខ្លីគឺធ្លាក់មកលេខដើមវិញ25ល្បឿន1008ចំនួនថ្នេរស្រេះគឺមកលេខ0នេះហើយគឺជារបៀប reset សូមអរគុណ